งั้นខ្ញុំនឹងប្រាប់អ្នកនរគ្នាពីបញ្ហាពីរដែលអ្នកនរគ្នាជួបនៅពេលដែលអ្នកនរគ្នាប្រើប្រាស់ real time LUT ហើយខ្ញុំនឹងប្រាប់ពីដំណោះស្រាយអញ្ចឹង real time LUT ហ្នឹងគឺជា function មួយនៅក្នុងកាមេរ៉ា Lumix S9 ដែលខ្ញុំកំពុងប្រើឡើងហ្នឹងវាថតមកជាប់លុតក្នុងហ្នឹងហ្មងមិនបាច់ដាក់ filter អីថែមពេល edit ទេប៉ុន្តែ វាមានបញ្ហាពីរ LUT នីមួយៗមិនមែនចេះប្រើទេ LUT ខ្លះសម្រាប់ប្រើក្នុង indoor តែយើងយកទៅដាក់ថតនៅ outdoor អាហ្នឹងវាខុសបាត់ហើយបើប្រើទៅមិនទៅបញ្ហានោះគឺ over expose ទោះបីយើងដាក់ setting មិនក៏ដោយក៏នៅតែឆេះដែរអញ្ចឹងដំណោះស្រាយហ្នឹងគឺ download LUT ឲ្យច្រើនមកហើយយើងសាកវាម្ដងមួយរហូតដល់វាត្រឹមត្រូវឬក៏ create your own LUT ដោយប្រើប្រាស់ Lumix Lab app ឥឡូវខ្ញុំថតរូបប៉ុស្តិ៍នៅកន្លែងដែលខ្ញុំចង់ថតសិននេះយូរថតដែលខ្ញុំថតមិញហ្នឹងដែលខ្ញុំប្រើប្រាស់ vlog ណាអូខេនេះគឺជា LUT ដែលយើង download នៅក្នុង app មិញហ្នឹងណាគឺអាចប្រើប្រាស់អាហ្នឹងក៏បានឬក៏យើងអាច customize បន្ថែមទៀតដូចថាយើងចូល live មកយើងបន្ថយពន្លឺអញ្ចឹងមកbrightness យើងបន្ថយអញ្ចឹងទៅcontrast ហើយយើងស៊ីសយើង taste របស់យើងយើងចង់បានមិនក៏បានដែរអញ្ចឹងខ្ញុំ adjust តាមហ្នឹងមកហើយថា color ខ្ញុំចង់បន្ថែមអីទៀតអញ្ចឹងខ្ញុំអាចសេរីបានហ្នឹងអញ្ចឹងណាហ្នឹងហើយនេះ create your own LUT តាមចំណងចិត្តរបស់យើងមាន tone មាន curve មាន detail មាន effect អីច្រើនណាមាន vignette អីនេះណានេះ grain vignette ឲ្យវាលងិតជុំអញ្ចឹងអូខេអញ្ចឹងពេលដែលយើងស្រឡាញ់ LUT ហ្នឹងហើយយើងចុចពាក្យ export មកយើងដាក់ថា create LUT អញ្ចឹងមកហើយយើងពាក្យ set មក LUT save to LUT library ហើយអញ្ចឹង LUT ដែលយើងបង្កើតមិញហ្នឹងគឺនៅខាងក្រោមនេះហ្នឹងហើយយើង transfer to camera មកហើយឥឡូវយើងចូលដល់បញ្ហាទី2អញ្ចឹងអ្នកប្រើប្រាស់មានពីរប្រភេទទី1គឺ content creator ហើយនឹងមួយទៀតគឺ fake content creator ខ្ញុំនិយាយលេងអ្នកថតអាជីពដូចខ្ញុំអញ្ចឹងពីរហ្នឹងវាអញ្ចឹង content creator គាត់ថតហើយគាត់អាចផុសយកតែម្ដងប៉ុន្តែសម្រាប់អ្នកអាជីពដូចខ្ញុំអញ្ចឹងគឺថតហើយត្រូវការកែពណ៌ That's come to a problem let's say បើខ្ញុំថតហើយស្រាប់តែភ្ញៀវខ្ញុំអត់ឆ្លាញ់ color ហ្នឹងអញ្ចឹងត្រូវដូរមិនអញ្ចឹងបញ្ហាគឺនៅហ្នឹងព្រោះតែ footage យើងបានសម្រាប់ដោយ LUT រួចបាត់ទៅហើយអញ្ចឹងអត់អាចដូរទៀតបានទេហើយបញ្ហាមួយទៀតរបស់ real time LUT គឺ dynamic range ខ្ញុំចង់សម្ដៅលើ វាលែង high dynamic range ដោយការយើងប្រើ vlog ហើយអញ្ចឹងនៅពេលដែលយើងចង់ដូរ exposure គឺរត់ទៅពិបាកទៀតដំណោះស្រាយគឺយើងប្រើ fake real time LUT ខ្ញុំនិយាយលេងខ្ញុំចង់ប្រើ LUT សម្រាប់ display ប៉ុន្តែថតចេញមកគឺ file vlog ដដែលមាន dynamic range វាធំជាងមុនហើយអាចកែពណ៌ពេល edit អញ្ចឹងខ្ញុំអត់ប្រើ function real time LUT ទេគឺខ្ញុំប្រើ overlay ដែលគេហៅថា lock view assist អញ្ចឹង overlay វាអាចជួយយើងឲ្យយើងដឹងថាពេលដាក់ LUT ហ្នឹងទៅតើវាមើលទៅឃើញមិនពេលយើង edit អញ្ចឹងយើងសេរី exposure ឲ្យ match ឲ្យហើយតែម្ដង to do it photo style មិនមែន real time LUT ទេណាចុចកន្លែង LUT នេះមកហើយរើសពាក្យថា no LUT ចូលទៅ setting យើងនឹងឃើញពាក្យ lock view assist អានេះសម្រាប់ monitor អាក្រោមនេះសម្រាប់ HDMI អញ្ចឹង on វាមកនៅខាងលើនេះគឺជា LUT select អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាច apply LUT assist ចូលបានដូចខ្ញុំប្រាប់អញ្ចឹងវាឲ្យឃើញ LUT preview ហ្នឹងប៉ុន្តែពេលថតចេញមក file វានៅ slate ដដែលគឺ file vlog អញ្ចឹងយើងអាចប្រើប្រាស់នៅពេលក្រោយពេលយើង apply LUT ផ្សេងៗបានមិនដែរ still នៅប៉ុណ្ណឹងកាលណាទិញប្រើ